ឆ្ងាញ់មាត់ទៀតដែរថ្ងៃនេះមានតាំងពីស្វាយការកោងទុំនំប៉័ងប៉ាត់សេហើយអីគេអានេះបាញ់សុងឬអីទេហើយបាញ់ជំនឿទៀតតែមុននឹងញ៉ាំយើងធ្វើការសិនហ្នឹងគឺយើងជីកហើយនឹងកាត់សម្អាតតែងឲ្យគេចំនួន10គីឡូយើងជីកមកហើយកាត់សម្អាតវាឲ្យស្អាតទាំងរឹសទាំងខ្នែងទាំងអីហើយដាក់លាងទឹកមកស្អាតអញយ៉ាងវិញលាងតែគេចកស្អាតហ្មងហេតុឆ្នាំអូ15000 1គីឡូថែម9គីឡូហាពេលយើងចម្រោះអីឲ្យស្អាតហើយយើងច្រកថង់ទុកយកទៅឲ្យគេឥឡូវចាប់រួចរាល់ហើយយើងមកចាក់សាំងសិនអានំប៉័ងប៉ាតេនេះបោះម៉ាម៉ាអត់តែ2000តែបោះកូនអស់4000នេះចប់វគ្គបាញ់សុងហើយណាងបាញ់ជំនឿហើយយើងចូលដល់ស្វាយទុំម្ដងនេះជាស្វាយការកោងវាញោខ្លាំងទៅវាមានអុចតិចតែវាអត់តន់ស្អុយទេគាត់វាញោខ្លាំងតែឆ្ងាញ់ការកោងទុំក៏អូបឆ្ងាញ់តែហ្មងហើយយើងទិញគេ1គីឡូ2000ណាឥឡូវវាអត់សូវស្បូរអត់ស្ទើរមានអ្នកដាំអត់សូវមានដើមទៀតទេវាដើមងាប់អស់អញ្ចឹងទៅហើយស្វាយនឹងឆ្ងាញ់ច្រឡំស្អាតគាត់តែជីកឲ្យល្អមើលទេតាមប៉ុតខ្ញុំមិនហូបចឹងទេខ្ញុំចាត់ជីរបួលទេអរគុណសម្រាប់គេទស្សនា